បាទសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់គ្នាសាជាថ្មីចឹងថ្ងៃនេះយើងមកជួបគ្នាទៀតជាមួយនឹងការធ្វើសំណួរនិងចម្លើយដែលមាននៅក្នុងសៀវភៅភាសាខ្មែរថ្នាក់ទី6បាទចឹងតើបងប្អូនបានអានអំណានរឿងអ្នកគ្រូរបស់គុណហើយឬនៅបាទចឹងបើបងប្អូនមិនទាន់បានអានទេបងប្អូនសូមបងប្អូនអានរឿងនេះឲ្យបានម្ដងឬក៏ពីរដងរួចហើយចាំយើងមកឆ្លើយនឹងសំណួរនៅខាងក្រោមនេះបាទហើយបើបងប្អូនដែលបានអានហើយបងប្អូនអាចសាកឆ្លើយសំណួរនៅក្នុងសៀវភៅសិក្សាកូដរបស់បងប្អូនរួចហើយបងប្អូនអាចបើកវីដេអូនេះដើម្បីផ្ទៀងមើលថាតើចម្លើយរបស់បងប្អូនត្រឹមត្រូវដែរឬទេបាទតោះចឹងយើងមកមើលសំណួរទាំងអស់មាន5សំណួរសំណួរទី1គឺសួរថាតើគុណជាក្មេងដូចម្ដេចបាទគុណជាក្មេងដូចម្ដេចលេខ2តើនរណាខ្លះបានជួយគុណបាទជួយគុណជួយអ្វីខ្លះលេខ3ហេតុអ្វីបានជាគាត់ជួយគុណបាទចឹងលេខ4នៅទីបញ្ចប់គុណคล้ายជាអ្វីចូលដល់លេខ5តើអ្នកគ្រូបាទតើអ្នកគ្រូក្នុងរឿងនេះជាមនុស្សដូចម្ដេចចឹងយើងទាំងអស់មាន5សំណួរបាទហើយសង្ឃឹមថាបងប្អូនសិស្សានុសិស្សក៏ដូចជាបងប្អូនយើងទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះហើយនឹងជួយចុច like និង Subscribe Channel ខ្ញុំម្នាក់មួយផងបាទហើយបើមានអីឆ្ងល់អាច comment សួរនៅខាងក្រោមវីដេអូបានចឹងយើងចូលមកដល់ចម្លើយទាំងអស់គ្នាចឹងយើងទាំងអស់មាន6សំទោសមាន5ចម្លើយដែរណាបងប្អូនចឹងចម្លើយទី1យើងឆ្លើយថាមិនដែរបាទគុណជាក្មេងឆ្លាត slot boat ហើយឧស្សាហ៍ព្យាយាមគុណខិតខំរៀនសូត្រនិងធ្វើកិច្ចការដោយហ្មត់ចត់បាទនេះជាចម្លើយទី1ដល់ចម្លើយទី2វិញអ្នកដែលបានជួយគុណគឺអ្នកគ្រូរបស់គុណនិងពូធឿនបាទអ្នកគ្រូជួយណែនាំគុណឲ្យទៅរៀនឲ្យបានទៅរៀនគូគំនូជាមួយឪពុកបាទឪពុកមេរបស់គាត់គឺពូធឿនហើយគាត់ជួយផ្គត់ផ្គង់ផ្នែកសម្ភារៈចំណែកពូធឿនជួយបង្រៀនគំនូដល់គុណនិងបានណែនាំគុណឲ្យចូលរួមប្រឡងគំនូបាទចឹងយើងចូលដល់ចម្លើយទី3បានជាគាត់ជួយគុណព្រោះគុណជាក្មេងក្រីក្រតែមានចរិតបាទតែមានចរិត slot boat សុភាពរាបសារនិងឧស្សាហ៍ព្យាយាមនៅទីបញ្ចប់គុណคล้ายជាក្មេងសំទោសคล้ายជាជាងគំនូដ៏ល្បីម្នាក់បាទនេះគឺជាចម្លើយទី4ណាចុងបញ្ចប់គុណคล้ายជាក្មេងឬក៏คล้ายជាជាងគំនូដ៏ល្បីម្នាក់ចូលដល់ចម្លើយលេខ5អ្នកគ្រូក្នុងរឿងនេះជាមនុស្សល្អណាស់គាត់មានសន្តានចិត្តទូលាយបាទសប្បុរសចេះសន្តោសប្រណីដល់ក្មេងក្រីក្រម្នាក់បាទនេះចឹងនេះគឺជាសំណួរចម្លើយដែលមាននៅក្នុងអំណានរបស់យើងគឺរឿងអ្នកគ្រូរបស់គុណចឹងយើងចូលទៅដល់មេរៀនទី2នៅក្នុងវីដេអូយើងតែម្ដងគឺយើងភ្ជាប់មេរៀន2តែម្ដងថ្ងៃនេះណាចាំមេរៀនទី2យើងគឺវេយ្យាករណ៍រូបកូនសោនេះគឺរូបតំណាងឲ្យវេយ្យាករណ៍ចឹងវេយ្យាករណ៍ថ្ងៃនេះយើងសិក្សាទៅលើគុណនាមសំណួរបាទចឹងមេរៀនមុនយើងបានរៀនអំពីគុណនាមចំនួនរួចមកហើយតែមានចំនួនរៀបនិងចំនួនរាប់បាទចឹងយើងចាំទាំងអស់គ្នាបងប្អូនណាចំនួនរៀបគឺជាគុណនាមដែលបញ្ជាក់ពីលំដាប់បាទលំដាប់ជួរថ្នាក់ធ្នើឬក៏ទីផ្សេងដល់គុណនាមចំនួនរាប់គឺគុណនាមដែលប្រើសម្រាប់រាប់ចំនួនមានឡូមានផ្លូនមានស្និតមានគូមានអីជាដើមចឹងថ្ងៃនេះយើងចូលដល់មេរៀនវេយ្យាករណ៍យើងមួយទៀតគឺគុណនាមសំណួរចឹងតើអ្វីទៅជាគុណនាមសំណួរហើយគុណនាមសំណួរនេះតើមានពាក្យអ្វីខ្លះដែរបងប្អូនបាទតោះចឹងបងប្អូនសិស្សានុសិស្សអាចអានមេរៀនយើងនៅក្នុងសៀវភៅសិក្សាគោលសិនទៅរួចហើយចាំយើងមកមើលទាំងអស់គ្នាណាបាទចឹងយើងមកមើលមុនគេដែលថាគុណនាមសំណួរបាទណាគុណនាមសំណួរជាគុណនាមប្រើសម្រាប់សួរបាទគុណនាមសំណួរជាគុណនាមសម្រាប់សួរយើងប្រើវាសម្រាប់សួរនោះគឺយើងសួររកព័ត៌មានសួររកដំណឹងសួររកហេតុការណ៍ផ្សេងបាទចឹងជាគុណនាមមួយដែលយើងប្រើសម្រាប់សួររកព័ត៌មានរកដំណឹងរកហេតុការណ៍ផ្សេងចូលដល់លំហាត់បាទលំហាត់
ចូលមហាទី1យើងគឺចំណុចកចូលបំពេញរបស់ដោយគុណនាមសំណួរសមស្របបាទចាំបំពេញរបស់ដោយគុណនាមសំណួរសមស្របទី1តើអ្នកមានឈ្មោះអ្វីសំទោសតើអ្នកមានឈ្មោះចុចអញ្ចឹងយើងយកគុណនាមសំណួរមកបំពេញឡើយនេះណាបាទលេខ2តើឯងមានបងប្អូនបាទអ្នកស្រីចុចដែរលេខ3តើឪពុកម្ដាយអ្នកប្រកបមុខរបរបាទចុចដែរបំពេញចូលដល់លេខ4តើអ្នកធ្លាប់ទៅទស្សនាខេត្តចុចលេខ5តើខេត្តសម្បូរប្រាសាទបុរាណជាងគេបាទអញ្ចឹងយើងចូលដល់ចំណុចខចូលបង្កើតល្បះដោយប្រើគុណនាមសំណួរខាងក្រោមតោះអញ្ចឹងយើងមកមើលចម្លើយទាំងអស់គ្នាក៏បំពេញល្បះដោយប្រើគុណនាមសំណួរអញ្ចឹងពាក្យដែលយើងសរសេរត្រេតនេះគឺជាពាក្យដែលយើងត្រូវបំពេញបាទតើអ្នកមានឈ្មោះអ្វីអញ្ចឹងយើងបំពេញពាក្យអ្វីតើឯងមានបងប្អូនប៉ុន្មាននាក់អញ្ចឹងយើងបំពេញពាក្យប៉ុន្មានបាទអញ្ចឹងប៉ុន្មានអ្វីនេះគឺជាគុណនាមសំណួរស្រីប៉ុន្មានបាទចូលដល់លេខ3តើឪពុកម្ដាយអ្នកប្រកបមុខរបរអ្វីអញ្ចឹងយើងបំពេញដោយពាក្យអ្វីដែរចូលដល់លេខ4តើអ្នកធ្លាប់ទៅទស្សនាខេត្តណាខ្លះអញ្ចឹងយើងយកពាក្យណាខ្លះដែលជាគុណនាមសំណួរមកបំពេញក្នុងល្បះទី4នេះដល់ឡែកល្បះទី5គេសួរដែរអញ្ចឹងយើងយកគុណនាមណាបាទគុណនាមណានេះមកបំពេញតើខេត្តណាសម្បូរប្រាសាទបុរាណជាងគេបាទអញ្ចឹងយើងចូលដល់ផ្នែកខបាទផ្នែកខយើងគឺឲ្យយើងបង្កើតល្បះដោយប្រើគុណនាមសំណួរខាងក្រោមអញ្ចឹងគុណនាមសំណួរយើងគឺមានចំនួន5មានពាក្យណាអ្នកណាអ្វីប៉ុន្មានណាអ្វីខ្លះណាខ្លះចឹងនេះគឺជាគុណនាមសំណួរទាំង5ដែលយើងត្រូវយកមកបង្កើតល្បះចឹងបងប្អូនអាចបង្កើតល្បះតាមវីដេអូខ្ញុំនេះក៏បានឬក៏អាចបង្កើតល្បះតាមអ្វីដែលបងប្អូនបានចេះបានដឹងក៏បានដែរចឹងទីហោទី1តើសៀវភៅនេះជាសៀវភៅអ្នកណាបាទតើនេះជាសៀវភៅអ្នកណាចឹងបានន័យថាយើងយកគុណនាមទាំងអស់នេះឲ្យមាននៅក្នុងល្បះរបស់យើងណាតើសត្វអ្វីដែលមានប្រយោជន៍សម្រាប់កសិករបាទអញ្ចឹងយើងយកពាក្យអ្វីមកបង្កើតជាល្បះឡើយនេះមួយទៀតសពថ្ងៃឯងរស់នៅខេត្តណាបាទហើយនឹងមួយទៀតតើយើងរៀនមុខវិជ្ជាអ្វីខ្លះថ្ងៃនេះអញ្ចឹងយើងយកពាក្យអ្វីខ្លះមកបង្កើតមួយទៀតពាក្យណាខ្លះបងប្អូនណាចឹងដាក់ថាតើមុខវិជ្ជាណាខ្លះដែលឯងចូលចិត្តជាងគេបាទឬអាចដាក់ថាតើសັບណាខ្លះដែលយើងចូលចិត្តជាងគេតើទីកន្លែងណាខ្លះដែលយើងចូលចិត្តជាងគេបាទទៅហោះចឹងទៅអាស្រ័យទៅលើបងប្អូនដែលអាចបង្កើតបានអញ្ចឹងការធ្វើវីដេអូបង្ហាញពីមេរៀនបូកបញ្ចូលគ្នានេះក៏បញ្ចប់ត្រឹមប៉ុណ្ណេះដែរជួបគ្នានៅវីដេអូក្រោយទៀត